បាទបងប្អូនទាំងគ្នានឹងថ្ងៃនេះដែរគឺកូនជាងគាត់កំពុងតែតម្លាក់ម៉ាស៊ីនកលេសថងបាទដើម្បីដាក់ក្នុងម៉ាស៊ីនមួយនោះបងប្អូនហើយម៉ាស៊ីននេះគឺម៉ាស៊ីនដែលគេបំទឹកឯងបាទទិញមកគឺថ្មីចាស់ហ្មងតែគេបំទឹកទៅគឺអត់បានជិះកឡាប់អីបងប្អូនអត់បានបុកប៉ះអីទេហ្នឹងហើយគេគឺថ្មីសាឡាងគាត់តែបំទឹកទេបងប្អូនបំទឹកហើយអត់បំច្រើនទេបងប្អូនបំបានតែមួយរដូវតែមិនបានពីររដូវទេបងប្អូនណាហ្នឹងហើយអត់បានច្រើនទេបងប្អូនហើយកូនជាងនេះគឺរហ័សដែររហ័សជើងរបស់គេដែរបាទកំពុងតែដោះចេញតម្លាក់ចុះបាទហ្នឹងហើយដើម្បីរៀបចំដាក់ក្នុងពងមួយទៀតបងប្អូនណាហ្នឹងហើយដោះចេញដាក់ក្នុងពងនេះបងប្អូនពងកលថងមួយទៀតអញ្ចឹងបាទអប់លេខអញ្ចឹងកំពុងរៀបចំហើយយើងវាយដូរវាខ្លះដែរបាទយើងនេះមានទៀងតម្រងទឹកអីនៅល្អបងប្អូននេះឃើញយើងដោះចេញអាម៉ាស៊ីននេះគឺយើងតម្លាក់ចេញហើយដាក់អាម៉ាស៊ីនមិញបងប្អូនហ្នឹងហើយនេះម៉ាស៊ីននេះគឺយើងដោះចេញអាវវាដោះចេញអាវហើយដាក់ក្នុងនោះបងប្អូនឃើញបាទគឺអានេះគឺ10ឆ្នាំហើយមិញបាទក្បាលមិញ10ឆ្នាំហ្នឹងហើយបងប្អូនហើយកូនជានេះកំពុងតែមូលខ្ចៅដោះខ្ចៅហើយនេះដោះចាប់ផ្ដើមដោះតម្រងទឹកបងប្អូនដោះតម្រងទឹកហើយតម្រងទឹកហ្នឹងគឺយើងទុកយូរពេកវាចូលធ្លាយខ្លះបងប្អូនហើយយើងធ្វើការបាញ់វាបាញ់សម្អាតវាបងប្អូនទីទៀតនេះគឺស្អាតហើយបងប្អូនយើងពូលាវាមកស្អាតបាទយើងពូលាវាមកស្អាតសិនហើយយើងចាប់ផ្ដើមរៀបចូលក្នុងប្រអប់លេខមួយទៀតបងប្អូនហ្នឹងហើយនៅស្អាតបាទនេះចេញពីជប៉ុនបងប្អូនបាទនេះគឺជប៉ុនចំបងប្អូនបាទហើយប្រព័ន្ធជាយោអីគឺទៅទៀតហ្នឹងគឺគេរៀបចំមកស្អាតបាទពូលាមស្អាតថែមថយកន្លែងណាត្រូវបន្ថែមគឺបន្ថែមបងប្អូនហើយមេឡម៉ូនេះគឺបើឡម៉ូ5គីឡូបាទទុកភ្លើង5គីឡូអញ្ចឹងបងប្អូនបាទមិនមែនតម្ងន់វា5គីឡូណាគឺទុកភ្លើងបាន5គីឡូបាទតម្ងន់វាគឺជិត100គីឡូដែរណាបងប្អូនធ្ងន់ណាស់បាទនេះបងប្អូននឹងក្បាលវាយើងដាក់មួយសែតបាទអត់មានបាក់អត់មានបុក